សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាជួបគ្នាជាមួយកម្មវិធីជួបផ្ទាល់និយាយពិតថ្ងៃនេះខ្លួនមានរឿងចំនួន5ចែកជូនបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់កម្សាន្តរឿងទី1សម្រាប់ថ្ងៃនេះមានចំណងជើងថាខ្មោចមកលេងបាទបងប្អូនសម្រាប់រឿងទី1នេះដែរខ្ញុំបានមកពីបងឡុងថ្ងៃនេះបងឡុងគាត់មានរឿងចែកឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ច្រើនមែនតើបាទមានរហូតដល់ទៅ3រឿងបងឡុងក៏ថាផ្ទះដែលគាត់នៅសពថ្ងៃគឺគាត់នៅផ្ទះល្វែងក្នុងបរិយាមួយកន្លែងគាត់ទិញផ្ទះនឹងយូរហើយនៅមួយឆ្នាំដំបូងអត់មានរឿងអីកើតឡើងទេដល់ពេលគាត់នៅបានមួយឆ្នាំកន្លះចាប់ផ្ដើមមានវិញ្ញាណដូចជាខ្មោចមកគោគាត់ហើយមិនថាយប់មិនថាព្រឹកខ្មោចមកលេងគាត់យូរម្ដងលើកទី1ដែលខ្មោចមកលេងគាត់នោះនៅពេលដែលគាត់កំពុងដេកយប់ឡើងគាត់ថាគាត់ធ្វើការហត់ក៏ចូលដេករៀងលឿនដេកសុកដល់ម៉ោង2ជាងព្រឹកខ្មោចវាមកលេងបាបដាស់គាត់កែគាត់អារបៀបថាគោកំកយដេកមនុស្សកំពុងធ្វើការហត់ផងមកឡងទៀតជឿហើយខ្មោចបងឡងគាត់ថាមួយយប់នឹងគាត់អត់ដេកទេគាត់ក៏តែកេះសុះប្រាប់ប្រពន្ធគាត់ឲ្យបាត់ភ្លៀងចោលដល់ព្រឹកបាទរឿងទី1របស់បងឡងបានចប់ហើយគាត់ឲ្យឃ្លាមរឿងដូចជា3រឿងតែបែបឡងខ្លីៗអត់អីទេបងប្អូនរឿងខ្លីៗមិនតែតាន់ស្ដាប់ទៅពេញចិត្តតែម្ដងបាទឥឡូវចូលមកដល់រឿងទី2របស់បងឡុងដែលគាត់សុំដាក់ចំណងជើងថាខ្មោចរត់លេងខ្មោចអ្នកក៏ចង់សបាយដូចយើងមនុស្សដែរតារត់លេងអីណាខ្មោចបងឡុងគាត់ក៏បាននិយាយប្រាប់ថាខ្មោចនឹងរត់លេងពេលថ្ងៃខ្លះពេលយប់ខ្លះនេះតាមអារម្មណ៍ឬក៏ពេលទំនេររបស់ខ្មោចបងឡុងគាត់ថាថ្ងៃហ្នឹងគាត់នៅផ្ទះពេលថ្ងៃម៉ោង3អីហ្នឹងបងប្អូនកំពុងអង្គុយលេងហ្គេមសុកឮសំឡេងមនុស្សរត់នៅលើដំបូលផ្ទះគាត់ក៏ឡើងទៅមើលដល់លើដំបូលបងឡុងគាត់ដើរមើលឡើងគ្រប់ជ្រុងនៅលើដំបូលផ្ទះគាត់ថាអត់មានក្មេងឬមនុស្សធំណាអ្នកចិត្តខាងគាត់ណាម្នាក់ទេគឺអត់មានសោះដល់ឃើញចឹងគាត់ក៏ចុះទៅក្រោមវិញលេងហ្គេមតឈប់ខ្វល់ហើយមនុស្សកំពុងសប្បាយផងនេះលើកទី1គេរត់ពេលថ្ងៃដល់រំលងបានច្រើនខែរត់ពេលយប់វិញម្ដងបងឡុងគាត់ថាគាត់នៅផ្ទះម្នាក់ឯងទៀតពេលហ្នឹងគ្រួសារគាត់នាំគ្នាទៅខេត្តអស់ហើយគាត់ដាក់ច្បាប់អត់បានណាមួយក្រុមហ៊ុនមានការងារច្រើនគាត់ពិបាកឈប់ដែរចឹងក៏ទ្រាំនៅផ្ទះម្នាក់ឯងទៅយប់ហ្នឹងគាត់ហូបបាយរួចក៏អង្គុយលេងហ្គេមទៀតលេងសុកឮសំឡេងរត់លើដំបូលទៀតហើយគាត់មិនអស់ចិត្តណាមួយគិតថាយឺចង់មកគោផងលើកមុនម្ដងហើយលុយមកទៀតឡើងតែចាប់ឲ្យបានចាំមើលកូនណាគេរត់បងឡុងគាត់ក៏ឡើងទៅលើដំបូលផ្ទះគាត់ទាំងយប់គាត់ប្រាប់ខឿមថាពេលហ្នឹងម៉ោង9ចង់10ហើយគាត់ខឹងពេកចង់ឡើងរមុខក្មេងណាឡើងមករត់លេងទាំងយប់ចឹងម៉ោងគេដេកទីសម្រាប់អីចឹងណាបងប្អូនទាំងយើងទាំងគេត្រូវការនៅដោយគ្មានការរំខានមានណាពេលហ្នឹងគាត់ឡើងដល់លើដំបូលផ្ទះគាត់ហើយគាត់ដើររកដូចលើកមុនចឹងបងប្អូនបងឡុងគាត់ថាគ្មានទេអត់មានមនុស្សណាម្នាក់ហើយនៅលើនឹងក៏អត់មានផ្ទះណាបើកភ្លើងចោលដែរគាត់ឃើញបែបហ្នឹងក៏ចុះមកវិញចឹងគាត់ដឹងហើយថានេះខ្មោចឡងគាត់ពិតតែម្ដងព្រោះវាជាលើកទី2ហើយដែលឡើងមកគឺឃើញអត់មានមនុស្សដូចលើកមុនដែរជុំខ្មោចលេងគាត់ឈើដែរតាមនុស្សនៅម្នាក់ឯងផងមកឡងចឹងហ្មងសរសើរបងឡុងគាត់ដេកលក់ដែរយប់នឹងបងប្អូនបាទសម្រាប់រឿងទី2របស់បងឡុងបានចប់ហើយបងប្អូនចឹងយើងចូលដល់រឿងទី3របស់បងឡុងបន្តទៀតដែលរឿងទី3នេះបងឡុងគាត់សុំដាក់ចំណងជើងថាខ្មោចបន្ទប់ទឹកជុំអេដមីនគ្រាន់តែឃើញចំណងជើងហើយលេងចង់ហ៊ានងើបបត់ជើងតូចព្រឹកឡើងបងឡុងគាត់បាននិយាយថាគាត់បានជួបរឿងហ្នឹង2ដងមួយឆ្នាំម្ដងហើយសុទ្ធតែម៉ោង7ព្រឹកទាំងអស់បងអូនបងឡុងតែងតែងើបពីដេកម៉ោង7ព្រឹករាល់ថ្ងៃគាត់ងើបហាត់ប្រាណហើយហាត់ចប់គាត់ដឹងតែទៅងូតទឹកហើយម៉ោង7:20នាទីព្រឹកគាត់ងូតទឹកគាត់ក៏ឮសូរដោយសំឡេងកូនក្មេងយំនៅខាងក្រោមការ៉ូបន្ទប់ទឹករបស់គាត់ថាមិនមែនក្មេងណាមកនៅយំនៅក្រោមនឹងទេផ្ទះគេមុនធ្វើគេមើលបានត្រឹមត្រូវណាស់បាទបងប្អូននេះលើកទី1គាត់ថាមិនអីទេបងឡុងគាត់គិតថាប្រហែលជាសំឡេងក្មេងៗជាផ្ទះគាត់អីចឹងវិញបាទដល់ឆ្នាំបន្ទាប់គាត់ងើបងូតទឹកដោយរាល់ដងចឹងដែរបងប្អូនគាត់ថាងូតទឹកសុកឮសំឡេងក្មេងយំចឹងដដែលគាត់ថាអូពិតណាស់ខ្មោចឡងនៅបន្ទប់ទឹកមែនព្រោះអ្នកជិតខាងផ្ទះរបស់បងឡុងអត់មានកូនក្មេងណាទើបតែសម្រាលទេបងប្អូនចឹងគាត់ក៏ងូតទឹកបន្តទៀតទៅធ្វើការធម្មតាគាត់ថាចាំមើលបើមានអីថ្មីទាក់ទងនឹងរឿងនេះគាត់នឹងចែកបន្តទៀតបាទអរគុណគាត់មែនតានសម្រាប់រឿង3រឿងនេះជោគចិត្តទេបងប្អូនអេដមីននេះវិញជោគចិត្តមែនតានបាទសម្រាប់សាច់រឿងទី4វិញអេដមីនបានមកពីបងស្រីលីគាត់បានប្រាប់ថានៅទល់មុខផ្ទះគាត់មានផ្ទះមួយគេទិញមកនៅហើយបានមួយខែគេក៏ចេញឈប់នៅវិញ
គេដាក់លក់វិញតែម្ដងបងប្អូនចឹងគាត់ឆ្ងល់មិនបានទិញហើយដាក់លក់វិញដល់ថ្ងៃមួយគាត់កំពុងដេកពេលយប់គាត់ដឹងខ្លួនម៉ោង3ព្រឹកងើបបត់ជើងតូចក៏ដើរមកវិញពេលបត់ជើងតូចហើយគាត់ដូចជាឃើញមនុស្សនៅក្នុងផ្ទះនៃតូនមុខគាត់ហ្នឹងហើយមានលឺសូរទៀតចឹងគាត់ថាបើមិនមែនខ្មោចក៏មនុស្សមកលួចអីដែរតែគាត់ថាអត់ទេទ្វីអីអត់មានបាត់សោផងនៅស្អាតដដែលដល់អាទិត្យមួយទៀតគាត់បានផឹកជាមួយអ្នកជិតខាងគាត់បងស្រី